tuần tiទៅដល់ពីញ៉ាំដែរបាទចាជំរាបសួរខ្ញុំជាអ្នកនិយាយផ្ទាល់បងនឹងរឿងពិតជួបផ្ទាល់បងបាទអឺកាលពីដើមឡើយហ្នឹងគឺចូលខែវស្សាជាខែដែលគេលេងទឹកហ៎បងធម្មតាអ្នកនៅតាមខេត្តតែមានកន្លែងលេងទឹកណាបងណោះតែនៅតាមភូមិឯងហើយក៏អត់សូវឆ្ងាយបងគឺនៅភូមិខ្ញុំមកគាត់ជាយុវជនដែលមកពីឆ្ងាយមកពីភូមិផ្សេងចាមិនមែនមកពីភូមិផ្សេងគឺមកពីឆ្ងាយហ្មងចាលក្ខណៈគាត់ថាគាត់ទៅដើរលេងជុំមិត្តភ័ក្តិជុំអីចឹងលក្ខណៈថាគេថាយើងនិយាយថាទៅទស្សនកិច្ចចាដែលគាត់មកដល់ភូមិខ្ញុំវាជារដូវទឹកឡើងហើយចូលខែវស្សាទៀតបងឲ្យដឹងស្រាប់ហើយខែវស្សាគឺជាខែសម្បូរភ្លៀងហើយនឹងទឹកឡើងហ្នឹងហើយទឹកដែលជន់ខ្លាំងបងឲ្យដឹងស្រាប់ហើយជន់ខ្លាំងលិចគ្រប់កន្លែងតែមានកន្លែងហ្នឹងមួយជាកន្លែងដែលគេត្រូវលេងត្រូវលក្ខណៈថាចេះពីមុនមកវាគ្រាន់តែជាកន្លែងហូរទឹកធម្មតាខ្ញុំអត់អាចបញ្ចេញឈ្មោះបានទេគឺជាកន្លែងដែលហូរទឹកពីថាអញ្ចឹងវាឆ្លងធម្មតាជីទូកអីចឹងណាចាដូចថាពេលដែលត្រូវទៅត្រៃខាងកើតចឹងត្រូវទៅឆ្លងទូកឬក៏ដើរលុយទឹកអីចឹងហ៎បងហ្នឹងហើយចាពេលដូចថាចេញមកវាមានទាំងទស្សនីយភាពមើលទៅចាបងនិយាយរួមទៅគឺលក្ខណៈថានៅនឹងគឺអត់មានអីគួរឲ្យទស្សនាខ្លាំងហើយព្រោះថាសិតតែព្រៃឈើឬក៏ខាងនេះមានស្រូវអីចឹងណាសម្រាប់គាត់លក្ខណៈថាគាត់ទៅថតអីចឹងណាហើយមានថ្ងៃមួយហ្នឹងទឹកកម្លាំងជន់ខ្លាំងថ្ងៃហ្នឹងក៏សម្បូរមនុស្សទៅលេងកន្លែងដែលទឹកឡើងខ្លាំងហ្នឹងជំរាបវាជាហុងនៅស្រុកខ្ញុំគេហៅហុងដែលគេបើកទឹកហ្នឹងណាបងហុងបើកទឹកចាបងនិយាយថាចេះអានេះផ្លូវវែងហ្នឹងតានឹងសម្រាប់ទឹកហូរផ្សេងហ្នឹងអាហ្នឹងហូរផ្សេងធម្មតាហើយកន្លែងមួយទៀតគឺកន្លែងបើកទឹកនិងបិទទឹកដើម្បីឲ្យវាហូរចូលទៅស្រែគេអីផ្សេងហ្នឹងណាបងចាថ្ងៃហ្នឹងមនុស្សគឺច្រើនមែនតើដោយសារអីកន្លែងហ្នឹងលេងក៏អត់អស់លុយសបាយក៏សបាយនៅនឹងក៏អត់ប្រកាន់មនុស្សទេធម្មតានៅស្រុកខ្ញុំគេអត់សូវប្រកាន់ច្រើនទេព្រោះលេងគឺធម្មតាចាហើយខាងប៉ែកខ្ញុំគឺភូមិផ្សេងខាងប៉ែកត្រៃខាងកើតគឺភូមិផ្សេងលក្ខណៈថាចាលេងជុំគ្នាលក្ខណៈថាគាត់នៅជាហៀងខាងនោះពួកខ្ញុំនៅជាហៀងខាងនេះចាស្រាប់តែបងប្រុសម្នាក់ហ្នឹងដែលជាយុវជនដែលគាត់ត្រូវស្លាប់នៅហ្នឹងគឺគាត់មកលេងទឹកហ្នឹងចាដើមហេតុដំបូងគឺគេឲ្យហេតុគាត់ហើយខ្ញុំឮមិត្តភក្តិខ្ញុំនិយាយគឺគេឲ្យហេតុគាត់ហើយពេលដែលគាត់ទៅជួលពងគេគឺនៅស្រុកខ្ញុំគឺធ្វើថ្លៃហ្មងរបស់ដែលត្រូវថាគាត់ត្រូវជួលពងហេតុទឹយកកម្នាក់តែ2500ឬក៏3000អីបងចាគេឲ្យហេតុគាត់ហើយគឺពងបែកតែមនុស្សគាត់គឺចេះហើយមាននេះគ្នាគាត់ប្រាប់ថាបើពងបែកទៅយើងចោះលេងចិត្តនឹងធម្មតាទៅបានណាប៉ុន្តែគាត់ចូលចិត្តឲ្យរបៀបបោះហើយហាលទៅចាប់ហើយមកដឹងស្រាប់អីអាកន្លែងប្រហូរទឹកវានៅជាប់គ្នាអាខណៈ3ធំអាហ្នឹងសម្រាប់គេហៅហុងបើកទឹកហ្នឹងហើយហាមួយទៀតគឺបើកធម្មតាមកដឹងមកចាត់ពេលដែលគាត់យកពងថ្មីឲ្យលុយគេថ្មីគាត់បោះភ្លាមគាត់អត់បានចាប់អារម្មណ៍ជាមួយនឹងគាត់បោះហើយអាហុងនៅអញ្ចឹងកន្លែងបើកទឹកវាគេបើកបហូរទឹកចេញចូលសម្រាប់ឲ្យវាចូលទៅស្រែដើម្បីឲ្យអាទឹកនោះកុំឲ្យជន់លិចទៅច្រើនណាបងចាគឺបោះទៅគាត់ហក់ទៅគាត់បានមើលហុងគាត់បោកក្បាលនឹងហុងបោកភុះនាំគ្នាស្វេស្វាហោមនុស្សឃើញតាពងមួយគាត់ដែលនៅជាប់ហុងនេះហុងអញ្ចឹងអាពងហ្នឹងនៅដែលជាប់នៅហ្នឹងតែបាត់មនុស្សតែដល់ពេលរងចាំជាយូររហូតដល់ល្ងាចគឺអត់ឃើញមនុស្សចេញពីក្នុងហុងហ្នឹងឯងអត់ឃើញមនុស្សចេញពីក្នុងហុងហ្នឹងឯងបងបោកក្បាលពេលដែលបោកក្បាលជាមួយនឹងអាហុងហ្នឹងទៅហើយស្លាប់ទៅហូរតាមទឹកវាអត់ហូរហើយគឺវាអត់ទៅណាគេនៅក្នុងហុងមនុស្សនៅក្នុងហុងហ្មងបងចាមនុស្សនៅក្នុងហុងហើយអត់ហូរតាមទឹកអញ្ចឹង
ដល់ពេលល្ងាចគឺគេចាំលក្ខណៈថាចេះគេមិនដឹងគេគិតថាមិនដឹងថាគាត់ស្លាប់ឬរស់ទេមិនដឹងថាគាត់ស្លាប់ឬរស់ទេ បាទ ចាគឺល្ងាចឡើងស្រាប់តែនាំគ្នាបិទហុងពីលើដើម្បីរកគាត់ប៉ុន្តែរកអត់ឃើញណាបងប្អូនអរគ្នានិយាយខ្ញុំនិយាយឲ្យខ្ញុំព្រឺសវល់ព្រោះខ្ញុំទៅមើលផ្ទាល់ខ្ញុំ ចុះបើអត់ហូរតាមទឹកឯងមិនក៏អត់នៅកន្លែងហុងហ្នឹងទេឥ ឥឡូវយើងនិយាយពីអបិយជំនឿ បាទ នៅស្រុកខ្ញុំគឺគេជឿខ្លាំងណាស់គេជឿខ្លាំងហ្មងបងចាហត់ឃើញទេបងរហូតដល់ស្អែកឡើង3ថ្ងៃគឺហៅគាត់អត់ឃើញទេ បាទ អ្នកស្រុកខ្ញុំគេនិយាយថាមានអ្នកតាលាក់សាកសព អ្នកថាលាក់សាកសព ចាព្រោះនៅចិត្តហុងហ្នឹងមានដើមថ្នោត3ដើមដែលគេមានគ្រប់បូជា អូ ចា បាទ នៅស្រុកខ្ញុំគឺគេជឿបង ហ្នឹងហើយ គឺអបិយជំនឿនឹងមួយហោទៅអុជធូបបន់ស្រន់ក៏នៅតែអត់ឃើញរហូតដល់7ថ្ងៃគឺគេរត់ឃើញហើយហុងហ្នឹងក៏គេបើកឲ្យអ្នកដែលលេងហ្នឹងគឺធម្មតា ធម្មតាវិញ ចាអ្នកលេងធម្មតាគឺលក្ខណៈថាចុះធ្វើម៉េចបើគេឲ្យអ្នកដែលគាត់រកសាកសពគឺរត់ឃើញហ្មងបងតែបងឯងដឹងមកចត់អ្នកដែលឃើញសាកសពហ្នឹងមុនគេគឺមីងខ្ញុំចាតែអ្នកផ្សេងមើលអត់ឃើញណាសូម្បីតែខ្ញុំណាខ្ញុំមើលអត់ឃើញទេខ្ញុំដឹងដោយសារមីងខ្ញុំប្រាប់គឺនៅនេះគេហៅត្រែងអាដើមត្រែងសសពេលដែលទឹកហូរវាមិនដោះទៅដោះនឹងសពនៅហ្នឹងមីងខ្ញុំនៅហ្នឹងហើយខ្ញុំសួរថាចេះពេលដែលខ្ញុំចោះទៅលេងជាមួយពួកគាត់ហ្នឹងវាមានក្លិនស្អុយតែមិនដឹងថាស្អុយអីទេ ហ្នឹងរយៈពេលដែលគាត់ស្លាប់នេះប្រហែលថ្ងៃ គឺចូលមកគាត់ថាគេគិតថាគាត់មិនដែលទៅក្រោមអីអញ្ចឹងណាប៉ុន្តែអត់ទេគឺអត់ដែលនៅអត់ទៅណាទេ ស្វែងរក ចាស្វែងរកដល់ថ្នាក់វាទៅឲ្យក្រុមគ្រួសារគាត់តាមររហូតដល់ថ្នាក់រត់ឃើញរកសាកសពនឹងអត់ឃើញហ្មងបងចារត់ឃើញទេតែអ្នកដែលមើលឃើញគឺមីងខ្ញុំគាត់ឃើញសាកសពនៅអញ្ចឹងមិនដែលឡើងហើមស្ពីងឡើងលលួយអស់ហើយបងគាត់និយាយឡើងលលួយអស់ហើយតែខ្ញុំមិនអត់ឃើញទេណា ហ្នឹងហើយ គាត់ប្រាប់ខ្ញុំថាគាត់មានឃើញអីនៅចិត្តគាត់អត់គាត់សួរខ្ញុំថាមានឃើញអីនៅចិត្តគាត់អត់គាត់ថាគាត់ឃើញសាកសពមិនដែលចិត្តគាត់ណាបងប្អូនអរគ្នាសូម្បីតែខ្ញុំណាខ្ញុំគ្រាន់តែឃើញឬក៏លឺក៏ខ្ញុំខ្លាចដែរប៉ុន្តែនេះគាត់ឃើញម្នាក់ឯងណាមិនន័យថាគាត់មើលឃើញគេឲ្យគាត់មើលឃើញតែម្នាក់គាត់បើក្រុមគ្រួសារខាងសាកសពគឺមើលអត់ឃើញទេ ចុះពេលដែលគាត់ឃើញអញ្ចឹងហើយគាត់មានផ្ដំនឹងឲ្យគ្រួសារគាត់ គាត់ប្រាប់ខ្ញុំដំបូងខ្ញុំអត់ជឿទេបងប៉ុន្តែពេលដែលខ្ញុំទៅឈរចិត្តគាត់វាកាន់តែស្អុយហ្មងវាលលួយទេបងបាយដឹងស្រាប់ហើយសាកសពដែលលលួយដែលត្រូវទឹកហើយងាប់ផ្កាប់បាយដឹងស្រាប់ហើយគឺខ្មោចហ្នឹងគឺស្ហាវនេះបងលលួយស្បែកនេះមីងខ្ញុំក៏ថាលលួយស្អុយអស់ហើយមួយឯងមើលឃើញអត់ខ្ញុំថាខ្ញុំមើលអត់ឃើញទេបន្ទាប់មកនាំគ្នាអូសដៃឡើងលើគោកមីងខ្ញុំញ័រតែត្រូវតែញ័រ ខ្លាចបងសំបីតែខ្ញុំនិយាយក៏ព្រឺសវល់ដែរបានគាត់ផ្ដល់តំណែងទៅសាច់ញាតិគឺនៅតែរត់ឃើញទៀតសាច់ញាតិហ្នឹងគឺរត់ឃើញហើយអ្នកដែលឃើញមានតែមីងខ្ញុំគាត់តបមកខាងសាច់ញាតិក៏រកគ្រូឲ្យមើលបាទគឺគេនិយាយថានៅដើមថ្នោត3ដើមហ្នឹងគេសុំឲ្យលេងបត់ពិនពៀត7បត់ណា បានហោសាកសពនឹងឃើញម៉ែដឹងអ៊ុយម៉ែដឹងមកចាត់ពេលដែលឃើញដឹងសាកសពនៅណាសាកសពគឺនៅក្នុងហុងនឹងអត់ទៅណាទេគឺនៅក្នុងនឹងលេងបត់ពិនពៀត7បត់ហើយបានគេឲ្យឃើញទៅវាចប់ហើយបានហៅឃើញចាបង7បត់ហើយសែនព្រេងគ្រប់បែបយ៉ាងតម្រាំតែឃើញសាកសពនឹងគូបងដឹងស្រាប់ហើយមនុស្សលងទឹកស្លាប់មិនដែលធម្មតាណាហើយក៏មិនហើមធម្មតាដែរគឺត្រីស៊ីមុខស៊ីអស់លីងហ្មងបងគឺលលួយ
ពេលដែលស្រង់មកបងខ្ញុំទៅមើលពេលដែលគេស្រង់គាត់ផ្ទាល់គឺបើកភ្នែកហ្មងងាប់អត់បិទភ្នែកទេងាប់អត់បិទភ្នែកទេណាបងប្អូនទាំងអស់គ្នាខ្ញុំនិយាយមែនតើណានេះជារឿងពិតពេលដែលគេស្រង់គាត់ហើយគាត់បានបញ្យល់សពអ្នកដែលសាលក្ខណៈថាចេះពូអីអ្នកដែលស្រង់សាកសពគាត់មួយដឹងស្រាប់ហើយតាមស្រុកតាមភូមិតែងតែមានគេស៊ីឈ្នួលស្រង់សាកសពហ្នឹងហើយ បាយដឹងមិនអត់ពូអ្នកដែលលើកសាកសពហ្នឹងគាត់និយាយថាចេះដំបងណាគេចូលទៅស្រង់ចេញពីក្នុងហងគឺទាញខ្មោចនឹងអត់ចាញ់ទេទាញអត់ចាញ់មិនមែនមកពីហើមឬក៏មិនទេណាបងគឺគេឲ្យចាញ់គឺគេឲ្យចាញ់ចាគឺគេឲ្យចាញ់ដល់ពេលទាញមកដល់ចិត្តទូកបាយដឹងមិនអត់អ្នកដែលលើកសាកសពពីរអ្នកហ្នឹងញាក់ទៅត្រូវចេះញ័រគេថាគេមកលេងគាត់ហើយគេមកលេងគាត់ហើយលើកសាកសពហ្នឹងដាក់លើទូកហើយគឺក្លាប់ទូកយកហ្មងគឺក្លាប់ទូកនឹងយកហ្មងហើយខ្ញុំនិយាយក៏ព្រឹសបលដែរក្លាប់ទូកនឹងយកហ្មងតលតែហៅព្រះសង្ឃសូត្រមន្តថែមទៀតសូត្រមន្តហើយបានគេដឹកអាណថាចេះគាត់អ្នកដាក់សាដែលស្រង់សាកសពហ្នឹងគាត់យកខ្សែចងអាកកកន្លែងនេះចងកកសពលើកហើយទាញលើកអត់រួចទេណាបងធ្ងន់ណាមនុស្សតាហើមគឺលើកអត់រួចទេបើលើកមកល្បេះសាច់ថ្ងៃគិតមើលទៅល្បេះសាច់មនុស្សយើងអាលាក់ភ្លើងធម្មតាអាលួយប៉ះតិចតួចបែកពងទឹកអាលួយចុះទ្រាំតែសាកសពដែរហើយដែលលិចក្នុង7ថ្ងៃនេះបងប្អូនមើលសភាពសាកសពបងប្អូនគិតមើលទៅថាចាសម័យមើលទៅចាគឺលើកដាក់ទូកនឹងហើយគឺអូសអត់រួចទេទូកនឹងគឺអូសអត់រួចទេចាហើយបានគាត់និយាយថាសាកសពនឹងតន់តែយកខ្សែចងកកឲ្យអូសតាមទឹកមកលក្ខណៈថាចេះសាកសពនឹងគឺគាត់លក្ខណៈថាធម្មតាបងអបិយជំនឿគេតែងតែលាក់សាកសពហើយរបស់ដែលគេចង់បានគឺគេមិនឲ្យទៅងាយងាយណាបងចាវាតែងតែមានរបស់អីដែលត្រូវដោះដូរហើយចាគឺត្រូវតែអូសសពហ្នឹងកាត់ទឹកកាត់ទាំងស្រូវអូសមកហុងនៅអញ្ចឹងអាកន្លែងហ្នឹងមានធ្វើស្រូវហើយមួយទៀតបានមានហុងទៀតគេត្រូវអូសជុំវិញចេះអូសហើយបានយកមកដល់លើហ្នឹងបងពេលដែលស្រង់ហើយដាក់លើកទេលពេលដែលព្រះអង្គមិនព្រះអង្គឯងព្រះសង្ឃគាត់រៀបនឹងសូត្រមន្តណាបាយនឹងមិនដាច់អ្នកសង្ឃសាក់សពនឹងចុចនៅនឹងស្លើដល់មនុស្សខ្លាចគេឲ្យខ្លាចយកមកមកទៅត្រូវចឹងបងខ្ញុំទៅឃើញផ្ទាល់ខ្ញុំខ្លាចមែនតើហ្មងហើយក៏បានសាច់ញាតិស្រង់យកទៅធ្វើបុណ្យនៅភ្នំពេញទៅចាសុខណាត់គាត់គឺនៅភ្នំពេញចាសុខណាត់គាត់គឺនៅភ្នំពេញតែខ្ញុំក៏ចូលរួមងឹតទុកដល់គ្រូសាសាក់សពផងព្រោះអីគិតថាមកដើរលេងធម្មតាវាបែរទៅជាជួបគ្រោះថ្នាក់អញ្ចឹងហ៎បងចារហូតបានគ្រូសាសាក់សពគាត់យកទៅហើយគាត់ធ្វើបុណ្យធ្វើអីហើយធម្មតាគេត្រូវមកម្ដងទៀតដើម្បីអុជធូបហៅព្រលឹងទៅណាបងចាគឺអត់ទៅទេគឺអត់ទៅទេគេថាគាត់ថាគេចងជើងគាត់ជាប់ហើយឲ្យចាំនៅកន្លែងហ្នឹងយកម្នាក់ទៀតជំនួសគាត់ចាយកម្នាក់ទៀតជំនួសគាត់រហូតមកថ្ងៃអុជធូបក៏មិនទៅអីមិនទៅសាច់ញាតិគាត់ពិបាកចិត្តខ្ញុំឃើញហ្នឹងបងខ្ញុំឃើញខ្ញុំខ្លាចចិត្តហ្មងតែដល់ពេល3 4ថ្ងៃក្រោយមកដែលអុជធូបនឹងហើយបងឡងហ្មងឡងចាឡងធម្មតាអ្នកពេលទឹកស្រកវិញមិនមានអ្នកជីកាត់ទៅត្រៃខាងនោះណាបងណាចាគេទៅយើងទៅគេមកយើងមកធម្មតាយើងត្រូវទៅកន្លែងផ្សេងគ្នាលក្ខណៈថាអូគេមានផ្ទះបងគេត្រូវជីកាត់អាហ្នឹងឯងជីកាត់ហុងទៅហ្មងបងបក់ដៃចេះបងសុំម៉ូតូជិះផងខ្ញុំអត់ចង់នៅនឹងទេទៅជាអូយបងចាគេនិយាយគ្រប់គ្នាហ្មងគឺគេខ្លាចរអាហ្មងគឺនៅនឹងម៉ៃនឹងស្រាប់ហើយអបិយជំនឿបើសិនជាមនុស្សធម្មតាឬក៏ខ្មោចធម្មតាដែលស្លាប់ទៅ
hay tha mình miên ai chỗ lấy chứ lên tầm bọt cái bị bọt cái áo chân như nó bong ta ní phòng bọt bọt hay miên cả sành preng chết cha bong ở đặc nè và tọt bị quạt loang nè phum hai cứ đào bên nhom mà đằng cứ nhom đằng thốt mong thầm ná sọp luôn đại cha bong sọp để kê sang mang hái cái này để quạt kê sang một quạt đạn nó cứ quạt đẹp nó chăm á mày đừng sợ phật cha đây chăm nó ngày nay nhom chi mà tô tới tia mặt phệ nhom tới vô mặt phệ nhom tới riêng á bong ở đặc nè cha mình coi lên hông trong hông hái bị trong hông hái tại đây cái này này kê sang quạt đạn lên cái tên đó đây chạy bọc người lọt đỏ chạy bọn đây chạy chui nhom phong nhom mặt trắng lên nữa nghe ta chị bông ngồi nè nhóm mà chi mà to á bông nè cho nó bọt á cha chỉ con hay phơi là người tiệt mình thò mà đai nè vì nó thơm nào mà nè nhom tao mình ai như bông cha mong một phần nhom vậy một phơi bông còn nó không nè không mau chứ mình đây là mình cái dạo không mau luôn á cứ thử loáng mau màn có ai loáng ban đây cha cứ nhom chi bao nhom mà chi mình hiện bộ cái lại thế nhom chăm mà chụp vật cứ khai mong chậpពីថ្ងៃនឹងមកខ្ញុំប្រាប់ម៉ែខ្ញុំឲ្យម៉ែខ្ញុំតែទៅប្រាប់សាច់ញាតិដែលគាត់នេះហ្នឹងថាឲ្យមកប្រោះព្រំផងគាត់ថាគាត់អត់ចង់នៅនឹងទេតែជាណារហូតដល់ប្រោះព្រំហើយមានលោកមានអីសូត្រមន្តសែនព្រេងមកឯហ្នឹងស្រាប់ហើយខ្មោចដែលស្លាប់ពេលថ្ងៃហើយផ្កាប់មុខគឺសាហាវចាសាហាវតបមកបានគាត់ក្រុមគ្រួសារគាត់សូត្រមន្តសូត្រអីហើយហៅលោកមកសូត្រមន្តសូត្រអីហើយគឺសាប់ឲ្យលៀបទៅវិញទៅចាគឺគាត់លក្ខណៈថាគាត់ទទួលផលបុណ្យដែរតែឪពុកម្ដាយគាត់ច្រោតឲ្យនឹងព្រះអង្គប្រសង់គាត់នេះគាត់សូត្រមន្តអីចឹងណាចាក៏ចាក៏គាត់ដោះលែងហើយក៏ចាប់ពីពេលហ្នឹងមកលែងមានខ្មោចតែបងប្អូនអ្នកគ្នាដឹងមកខ្ញុំសុំថាមួយម៉ាត់ទៀតគេនិយាយថាបើសិនជាគាត់ចេញទៅនឹងមានម្នាក់ទៀតស្លាប់នៅចាំកន្លែងហ្នឹងចាខ្ញុំសុំអត់បង្ហាញឈ្មោះឲ្យកបានកន្លែងហ្នឹងទេគ្រាន់តែថាកន្លែងអ្នកដែលធ្លាប់ទៅគឺស្គាល់ចាគេនិយាយថាបើសិនជាគាត់ទៅហើយត្រូវតែមានមនុស្សស្លាប់នៅចាំកន្លែងហ្នឹងមួយទៀតចាបងទៅប៉ុណ្ណាបាទអញ្ចឹងអរគុណដល់អ្នកអញ្ចឹងសម្រាប់កម្មវិធីរបស់យើងក៏ដល់ទីបញ្ចប់ហើយក៏សូមខន្តីនិងអធិស្ឋានដល់ពុកម៉ែបងប្អូនទាំងអស់គ្នាបើសិនជាមានពាក្យពេចន៍ដោយប្រការណាមួយបាទកុំប្រកាន់ក្រុមការងារចាបងចាហើយបើសិនជាពុកម៉ែបងប្អូនទាំងអស់គ្នាមានរឿងចង់មកនិយាយនៅក្នុង podcast ចាបងក្រុមការងារយើងក៏អាចតាក់ទងមកក្រុមការងារយើងបានក៏ដូចជាតាក់ទងតាម Telegram 或ជាសំឡេងក្រុមការងារយើងនឹងយកសំឡេងយកមកចាក់ផ្សាយចែកជូនដល់ពុកម៉ែបងប្អូនដែលជាអ្នកទស្សនាឲ្យបានស្ដាប់និងទស្សនាទាំងអស់គ្នាចាបងអញ្ចឹងពីកម្មវិធីនិទានរឿងពិតតាមភូមិក៏សូមបញ្ចប់ទៅតែប៉ុណ្ណេះ